ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំមកធ្វើសុខទាវញ៉ាំដោយសារឥឡូវហ្នឹងខ្ញុំមានឆ្អឹងជង្គង់ចាហើយឆ្អឹងជង្គង់ហ្នឹងគឺប្រហែលជាកន្លះគីឡូជាមួយនឹងកលៀនបេះដូងយកមកសោសចាសោសស្ងោរដាក់គ្នាបន្តិចចាស្ងោរឲ្យវាបាត់មកពុះពីពុះទៅដើម្បីឲ្យបំបត្តិក្លិនឆ្អាបចាឲ្យវាជាតិចេញជាតិក្លិនឆ្អាបហើយបន្ទាប់មកយកទៅលាងទឹកចាលាងទឹកឲ្យស្អាតប្រហែលជាមួយទឹកពីរទឹកអីទៅចាដើម្បីឲ្យជ្រះក្លិនស្អាតពេលយើងស្ងោរស៊ុបទៅទឹកស៊ុបរបស់យើងគឺឈ្ងុយចាអត់មានក្លិនឆ្អាបចាអញ្ចឹងនេះខ្ញុំតែអ្នកធ្វើបែបនេះណាចាពេលលាងទឹកឲ្យស្អាតហើយទុកមួយឡែកសិនអញ្ចឹងហើយបន្ទាប់មកខ្ញុំបានដាក់ដាំទឹកចាដាក់ដាំទឹកមួយឆ្នាំងហ្នឹងកាលឥឡូវហ្នឹងទឹកចាប់ដើមពោះខ្ញុំចាប់ដើមដាក់គ្រឿងផ្សំបន្លែបន្ថែមគឺមានស្លឹកគីមឆាយដើមគីមឆាយបន្តិចខ្ទឹមបារាំងមួយការ៉ុតជាមួយនឹងថៃថាហើយនឹងខ្ទឹមសផងដែរហើយនឹងស្លឹកតើយចាបន្ទាប់មកខ្ញុំចាក់ឆ្អឹងជាមួយនឹងបេះដូងហើយកលៀនដែរបានសហ្នឹងចាក់ចូលជាមួយគ្នាហើយថែមទឹកត្រីមកវែកចាទឹកត្រីមួយវែកហើយម្សៅស៊ុបមាន់ហ្នឹងគឺមួយស្ព្រាកន្លះហ្នឹងចាបន្ទាប់មកដាក់ម្រេចបន្តិចផងដែរចាម្រេចពាក់កណ្ដាលស្ព្រាទៅចាហើយនឹងម្សៅនឹងស្ករសជាស្រ័យស្ករសមួយស្ព្រាកន្លះផងដែរចាហើយនឹងប៊ីចេងពាក់កណ្ដាលស្ព្រាហ្នឹងមកចាហើយបន្ទាប់មកអំបិលចាហ្នឹងហើយអំបិលមួយស្ព្រាកាហ្វេហ្នឹងមកចាហើយបន្ទាប់ពីពុះហើយគឺយើងស្រង់កពុះនឹងចេញទៅដើម្បីឲ្យទឹកស៊ុបយើងថ្លាណាហើយបន្ទាប់មកខ្ញុំមកធ្វើផាត់ត្រីម្ដងនេះគឺជាផាត់ត្រីឆ្លាតចាខ្ញុំទិញមកវិសាលឥឡូវខ្ញុំចាប់ដើមលាយគ្រឿងច្បាស់ចាខ្ញុំដាក់ម្រេចបន្តិចម្សៅស៊ុបមាន់បន្តិចស្ករបន្តិចចាហើយជាមួយនឹងប៊ីចេងបន្តិចផងដែរចាភាគច្រើនហើយនឹងអំបិលបន្តិចភាគច្រើនខ្ញុំធ្វើបែបនេះគឺខ្ញុំដាក់ខ្លាញ់បន្តិចផងដែរណាហើយខ្ញុំអត់យកវាដាក់ចានដំឯងគឺខ្ញុំឆ្លេចជាមួយថង់បែបនេះណាគឺងាយស្រួលមែនតើហើយវាអត់បតិបតាជាប់ស្អិតទេកាលមុនអត់ដឹងគឺខ្ញុំយកទៅវាយជាមួយនឹងចានឲ្យស្វិតទៅហើយប្រឡេកប្រឡាក់បតិបតាដៃហើយនឹងគ្រាន់តែជាប់ចានជាមួយជាប់ដៃហ្នឹងគឺផាត់ត្រីរបស់យើងហ្នឹងអស់អញ្ចឹងណាហ្នឹងហើយហើយនិយាយទៅខ្ញុំធ្វើអញ្ចឹងបងប្អូនហ្នឹងហើយងាយស្រួលមែនតើគឺថាធ្វើឲ្យឆ្លេចថង់ជាមួយនឹងផាត់ត្រីហ្នឹងឲ្យចូលជាតិគ្រឿងទៅហើយវាស្វិតហើយបើចង់បានស្វិតខ្លាំងទៀតគឺយើងច្របាច់អញ្ចឹងមកចាច្បាស់ឲ្យយើងមើលទៅរៀងឲ្យតតែស្វិតខ្លាំងណាចាវិធីធ្វើបែបហ្នឹងគឺងាយស្រួលហើយអត់ពិបាកហើយមិនចាំបោកកាលមុនបោកអូទ្រាំតែស្វិតហើយបតិបតាអញ្ចឹងណាហ្នឹងពុកម៉ែបងប្អូនឃើញហ្នឹងហើយគឺអត់មានជាប់ថង់អត់មានជាប់អីព្រោះយើងបានដាក់ប្រេងឆាចាហើយងាយស្រួលមែនតើហើយស្វិតល្មមឆ្ងាញ់ចាផាត់ត្រីឆ្លាតរបស់យើងណាចាបន្ទាប់មកយើងដាក់ចូលទឹកស៊ុបរបស់យើងទៅគឺថាល្អមែនតើអត់មានជាប់ថង់បតិបតាអត់មានជាប់ដៃជាប់ជើងអីញ៉ៃចាហ្នឹងហើយបន្ទាប់ពីដាក់ហើយខ្ញុំដាក់ប្រហិតសាច់គោចូលចានិយាយទៅប្រភេទដាក់ផាត់សាច់គោចូលហើយក៏ខ្ញុំចាប់ផ្ដើមដាក់ឈាមហើយខ្ញុំមានផាត់ត្រីនេះខ្ញុំទិញមកភាសាផាត់ត្រីជៀនស្រាប់ហ្នឹងចាហាន់ដាក់ចូលជាមួយគ្នាផងដែរណាចានិយាយទៅទឹកស៊ុបកាទៀវគឺនាងខ្ញុំធ្វើតែ1ម៉ោងកន្លះឯងចាអញ្ចឹង1ម៉ោងកន្លះទៅ2ម៉ោងឲ្យបានញ៉ាំហើយចាហើយបេះដូងដែលខ្ញុំស្ងោរយកទៅហាន់ឥឡូវចាក់ចូលគ្នាតែម្ដងបន្ទាប់មកខ្ញុំធ្វើកាមអំពងខ្ទឹមម្ដងណាចាខ្ទឹមអំពងហ្នឹងគឺអំពងដូចតែយើងធម្មតាទេចាគឺអំពងឲ្យឈ្ងុយឡើងក្រហមអញ្ចឹងប៉ុណ្ណឹងមកឲ្យបិទហ្គាសចានៅពេលដែលយើងបិទហ្គាសនៅតែកោពុកម៉ែបងប្អូនឲ្យខ្លោចប៉ុណ្ណឹងទៅគឺឈ្ងុយហើយឆ្ងាញ់មានជាតិវាអត់សូវខ្លោចហើយក៏វាមិននេះពេកប៉ុណ្ណឹងស្រួយឆ្ងាញ់ល្មមណាបន្ទាប់ពីទឹកពុះឆ្អិនហើយឥឡូវចាប់ផ្ដើមស្រង់កាទៀវហើយចាហ្នឹងហើយនិយាយទៅវាច្រើនកាទៀវខ្ញុំតែធ្វើខ្លួនឯងដោយសារខ្ញុំដែរតែញ៉ាំក្រៅទេព្រោះតែញ៉ាំក្រៅហ្នឹងគឺរសជាតិដិតខ្លាំងណាហើយខ្ញុំចូលចិត្តធ្វើញ៉ាំខ្លួនឯងទៅគឺបានរសជាតិដែលយើងចង់បានហើយឈ្ងុយឆ្ងាញ់ទៀតហើយអនាម័យខ្ពស់ដែរអញ្ចឹងដោយសារយើងធ្វើខ្លួនឯងទៅយើងផ្ចិតផ្ចង់ចាតែតាមស្រង់កាទៀវអញ្ចឹងទៅដាក់ឈូនចានមួយមកចាគឺដាក់ទឹកស៊ុបជាមួយនឹងគ្រឿងទឹកស៊ុបយើងហ្នឹងគឺថាប៉ុណ្្នឹងអាចញ៉ាំបានហើយទៅធ្វើតែ2ម៉ោងអាចញ៉ាំបានហើយពុកម៉ែបងប្អូនហើយមួយឆ្នាំប៉ុណ្្នឹងគឺខ្ញុំអាចញ៉ាំពីពេលគឺពេលផឹកហងពេលល្ងាចហងអញ្ចឹងណាចាពុកម៉ែបងប្អូនដោយសារគ្នាខ្ញុំតិចដែរអញ្ចឹងណាខ្ញុំពុកម៉ែបងប្អូនតំណងឯងគឺថាធ្វើញ៉ាំខ្លួនឯងអញ្ចឹងឈ្ងុយឆ្ងាញ់ហើយអនាម័យខ្ពស់តំណងមែនតើពុកម៉ែបងប្អូនអាចសាក់ធ្វើញ៉ាំបានអរគុណ